បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចាញ់មកចែករំលែកមួយទៀតហើយបងប្អូនខ្ញុំខានចាញ់វីដេអូរយៈពេលមួយសប្តាហ៍ហើយបងប្អូនថ្ងៃនេះខ្ញុំត្រឡប់មកវិញថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនបងប្អូនអាចទៅមើល thumbnail របស់ខ្ញុំបានខ្ញុំទៅសេដាក់ហើយដើម្បីរកលុយជាមួយ YouTube តើយើងត្រូវមាន Subscribe ប្រមាណដើម្បីទទួលការបើករកលុយពី YouTube អញ្ចឹងមុននឹងចូលទៅដល់ប្រធានបទរបស់ខ្ញុំបងប្អូនជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបើបងប្អូនថ្មីបងប្អូនអាច download YouTube Studio មួយមកបងប្អូនហើយយើងអាចមើលនិយមនៅកន្លែងហ្នឹងវាល្អព្រោះយើងត្រូវការ YouTube Studio នេះខ្ញុំដាក់សញ្ញាព្រួយបងប្អូនចុចលើវាមកបងប្អូនមកដល់កន្លែងនេះហើយបងប្អូនខ្ញុំបានចាញ់វីដេអូជាច្រើនបងប្អូនអាចមើលកន្លែងខ្លឹមសារនេះខ្ញុំបានចាញ់វីដេអូជាច្រើនអញ្ចឹងបងប្អូនអាចមើលទៅអាចរកមើលខ្ញុំបានចែករំលែកពី Facebook ពី TikTok ហើយនិង YouTube នៅក្នុងនឹងទាំងអស់បងប្អូនអាចឆែកមើលនៅក្នុងនឹងទៅអញ្ចឹងយើងដើម្បីមើលគោលការណ៍របស់វាតើវាត្រូវការ Subscribe ប្រមាណសម្រាប់វីដេអូខ្លីហើយនិងវីដេអូវែងគេត្រូវការ Subscribe ចំនួនប្រមាណបងប្អូនអាចមកមើលខាងស្ដាំដៃកន្លែងគេដាក់រកប្រាក់បងប្អូនមកមើលខាងស្ដាំដៃមកចុចលើនឹងមកចុចលើហ្នឹងបងប្អូននឹងឃើញគោលការណ៍របស់វាបងប្អូនគោលការណ៍សម្រាប់វីដេអូ short ខ្ញុំបញ្ជាក់បន្តិចវីដេអូ short បើយើងនិយាយទៅវាជាវីដេអូប្រភេទវីដេអូខ្លីបងប្អូនវីដេអូខ្លីប្រវែងវាចាប់ពីក្រោមពី1នាទីចុះក្រោមដូចជា15វិនាទី45វិនាទីហ្នឹងគេហៅថាវីដេអូខ្លីបងប្អូនចាប់ពី3នាទីចុះក្រោមហ្នឹងគេហៅវីដេអូខ្លីសម្រាប់វីដេអូ short អញ្ចឹងបងប្អូនកលេសមកមើលចំណុចទី1សម្រាប់វីដេអូខ្លីគេតម្រូវឲ្យមានអ្នកជ្រាវហ្នឹងបើនេះយើងគិតថាអ្នក Subscribe ចំនួន500 Subscribe អាហ្នឹងចំពោះវីដេអូខ្លីគេត្រូវការ500 Subscribe បងប្អូនឃើញហើយបន្ទាត់ទី2នេះការបង្ហោះវីដេអូចំនួន3ក្នុងរយៈពេល90ថ្ងៃចុងក្រោយអញ្ចឹងបងប្អូនឃើញយើងផុសវីដេអូចំនួន3ហើយវាអាចពេញហើយវាពើខៀវពេញហើយនៅខ្វះតែ Subscribe ទេ Subscribe បានតែ12នាក់ទេហើយចំណុចទី3វាទាមទារម៉ោងរយៈពេល3000ម៉ោងហើយខាងក្រោមគេហ្នឹងគេទាមទារ3លាន view បងប្អូនតែខ្ញុំចង់បកស្រាយបន្តិចបងប្អូនសម្រាប់តែវីដេអូ short ហ្នឹងតាមពិតគេអត់រឹបម៉ោងបញ្ចូលទេបងប្អូនអត់រឹបបញ្ចូលទេព្រោះសារតែកន្លែងឃើញ42ម៉ោងកន្លែង3000នេះ3000ម៉ោងហ្នឹងសម្រាប់ខ្ញុំធ្វើវីដេអូវែងទេបងប្អូនខ្ញុំធ្វើវីដេអូវែងទៅវាបូកម៉ោងចូលអញ្ចឹងណាបងប្អូនសម្រាប់វីដេអូខ្លីហ្នឹងវីដេអូ short ហ្នឹងគេរឹបម៉ោងចូលកន្លែងហ្នឹងទេអញ្ចឹងវីដេអូ short ខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវយើងទៅទស្សនាវីដេអូវែងម្ដងសម្រាប់វីដេអូ long នេះបងប្អូនសម្រាប់វីដេអូ long ហ្នឹងគេតម្រូវឲ្យយើងឲ្យមាន1000 Subscribe អញ្ចឹងបងប្អូនឃើញហើយបន្ទាត់ទី1គេឲ្យយើងមាន1000 Subscribe តែឥឡូវបច្ចុប្បន្ននេះខ្ញុំមានតែអ្នកជ្រាវចំនួនតែ12នាក់ទេបងប្អូនដោយសារតែវីដេអូខ្ញុំទៅតែបង្កើតទៅបានតែចំនួន2ខែទេបងប្អូនហើយខ្ញុំក៏អត់មានពេលធ្វើវីដេអូផុសដែរអញ្ចឹងខ្ញុំខ្ញុំចែករំលែកមួយទេអញ្ចឹងចំនួនម៉ោងគេទាមទារឲ្យយើងមានរយៈពេល4000ម៉ោងក្នុងរយៈពេល365ថ្ងៃចុងក្រោយបងប្អូន365ថ្ងៃចុងក្រោយហើយចំនួន short គេទាមទារឲ្យយើងមាន
10លាន view បងប្អូនអ្នកមើល10លាន view តែចំពោះ10លាន view ហ្នឹងបងប្អូនពេញមួយណាក៏វាបើករលុយបានដែរបងប្អូនពេញ1000 subscribe និង10លាន view ក៏យើងអាចបើករលុយបានយើងពេញ1000 subscribe ហើយនឹង4000ម៉ោងក៏យើងអាចបើករលុយបានដែរហើយចំពោះការបានបន្តចំណុចនេះខ្ញុំចង់ណែនាំឲ្យបងប្អូនធ្វើវីដេអូខ្លីបងប្អូនខ្ញុំមានជម្រើសឲ្យបងប្អូនចំនួន2ខ្ញុំមិនចង់ឲ្យបងប្អូនបដោតធ្វើវីដេអូ download វីដេអូពីគេឬមួយក៏ copy ពី social media ផ្សេងទេហើយយើងយកវីដេអូគេមកផុសអានឹងខុសគោលការណ៍ YouTube ឯងបងប្អូនអញ្ចឹងបងប្អូនអាចថតវីដេអូរបៀបoriginal បងប្អូនវីដេអូថតខ្លួនឯងផ្ទាល់អញ្ចឹងសម្រាប់វីដេអូខ្លីខ្ញុំសូមណែនាំឲ្យបងប្អូនធ្វើ15វិនាទីចុះក្រោម15វិនាទីចុះក្រោមហើយនិង45វិនាទីចុះក្រោមបងប្អូនកុំធ្វើដល់1នាទីបងប្អូនធ្វើទៅត្រឹមប៉ុណ្ណឹងហើយសម្រាប់ក្បាលវីដេអូ3នាទីក្បាលវីដេអូដំបូងបងប្អូនអាចធ្វើឆ្នៃថ្មីរូបភាពឲ្យនឹងឲ្យទាក់ទាញបំផុតឲ្យគេចូលមើលដល់ចប់សម្រាប់វីដេអូខ្លីវាជួយច្រើនបងប្អូនវាអាចជួយសំខាន់វាជួយ subscribe ជួយ subscribe លឿនហើយនឹងងាយផ្ទុះសម្រាប់វីដេអូខ្លីបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងទេហើយឥឡូវយើងទៅស្ដាប់វីដេអូវែងចំពោះវីដេអូវែងខុសពីវីដេអូខ្លីបងប្អូនដោយសារតែវីដេអូវែងបើយើងធ្វើមិនឲ្យតាក់ទាញមិនសូវ subscribe មិនងាយទទួលបានទេបងប្អូនសម្រាប់វីដេអូវែងហើយវីដេអូវែងវាជួយយើងដែរបងប្អូនវាអាចបើយើងធ្វើវែងយើងអាចមានអ្នកមើលច្រើនដល់ 1k 2k វាជួយម៉ោងបងប្អូនវាអាចរកម៉ោងបានវែងហើយលឿនទៀតចំពោះវីដេអូវែងបងប្អូនអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនផលិតវីដេអូដែលមានគុណភាព HD 4K អញ្ចឹងសម្រាប់ផុសទៅវីដេអូវែងហ្នឹងខ្ញុំសូមឲ្យណែនាំបងប្អូនធ្វើពី8នាទីឡើងហើយនឹង15វិនាទីឡើង15នាទីឡើងអញ្ចឹងល្អហើយសម្រាប់ YouTube ដែលរុញវីដេអូយើងបើយើងទទួលបានអ្នកមើលច្រើនម៉ោងនឹងដើរលឿនជាងនឹងបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើពេញចិត្តវីដេអូខ្ញុំសូមភ្លេចជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតក៏សូមអភ័យទោសដែររាល់កំហុសខុសឆ្គងដែលខ្ញុំបានអធិប្បាយបងប្អូន